ចិនឲ្យកម្ពុជាត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ភារកិច្ចបន្ទាប់គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានឆាប់ចាប់ផ្ដើមសន្ទនាឡើងវិញនិងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរទាំងនេះជាខ្លឹមសារដែលឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកវ៉ាងវឿនពីនផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោកតេងស៊ីឈុនមន្ត្រីបេសកជនពិសេសទទួលបន្ទុកភារកិច្ចអាស៊ីនៃក្រសួងការបរទេសចិនបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជានិងថៃដើម្បីសម្របសម្រួលឲ្យមានការឈប់បាញ់គ្នាក្នុងជម្លោះព្រំដែនកម្ពុជាថៃឯកអគ្គរដ្ឋទូតចិនលើកឡើងថាភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្រាប់សម្រួលរបស់អាស៊ាននិងគាំទ្រទូនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទឈប់បាញ់រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរចិនសង្ឃឹមថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខខិតខំស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញតាមបណ្ដោយព្រំដែន